ជំរាបសួរលោកគ្រូអ្នកគ្រូរំទេសិក្សានិស្សិតទាំងអស់ជាទីគោរពរបស់អានពួកយើងគឺដំណើរក្រុមទី1ដែលសិក្សានៅវិទ្យាល័យសំណាក់អគ្គមហាផលផលិតសាស្ត្រជាសៀមប្រេចាយហើយថ្ងៃនេះដែរពួកយើងបានរៀនដល់មេរៀនការងារល្បាយដល់ចំណុចកំណត់5ដែលក្នុងចំណុចនេះពួកយើងគឺត្រូវការពិសោធន៍ដែលពួកយើងត្រូវពិសោធន៍ដើម្បីធ្វើជាស្ករគ្រីស្តាល់ហើយចំពោះការពិសោធន៍ធ្វើជាស្ករគ្រីស្តាល់នោះគឺយើងត្រូវការសម្ភារៈនិងគ្រឿងផ្សំដូចជាចំពោះសម្ភារៈមានដូចជាដង្កៀបឈើសកាត់កែវថ្មហើយឆ្នាំងចង្ក្រានហ្គាចំពោះគ្រឿងផ្សំវិញមានដូចជាស្ករលាក់ឬទឹកសេរ៉ូហើយនិងទឹកឥឡូវនេះយើងឈានមកដល់ការពិសោធន៍ឬក៏ការធ្វើស្ករគ្រីស្តាល់របស់យើងត្រូវដាក់ទឹកចូលឆ្នាំងបន្ទាប់មកទៀតយើងដាក់ស្ករចូលដាក់ស្ករឲ្យច្រើនជាងទឹកបន្ទាប់មកទៀតយើងយកវែកឬក៏ឈើក្បាលយើងយកមកកូរវាសិនតតបានភ្លើងណាអ្នកនរគ្នាបន្ទាប់ពីកូរហើយយើងត្រូវបើកភ្លើងនេះអ្នកនរគ្នាយើងបើកភ្លើងបន្តមកទៀតយើងត្រូវកូរវាទៀតឥឡូវដល់ពេលយើងពុះហើយយើងយកវាមកតិចដើម្បីមកបន្តក្នុងទឹកយើងធម្មតាដើម្បីចង់ដឹងថាវាសមក្នុងបរិមាណយើងត្រូវការណាបើសិនបើស្ករហ្នឹងវាស្អិតហើយតែយើងអាចយកបានហើយតែមកទៅដូចជាអាស្ករនេះយើងបន្តទៅមិញទៅគឺបាត់សមោសូនឆុងតែម្ដងអញ្ចឹងយើងត្រូវថែមស្ករឬក៏ថែមទឹកដើម្បីឲ្យវាសមនឹងបរិមាណយើងមកយើងយកអាពពួកឈើនេះមកជ្រលក់វាហើយដើម្បីដាក់ចូលអត់យើងធ្វើការជ្រលក់វាចឹងមកយើងជ្រលក់ឲ្យនឹងឆៅតិចទៅពេលជ្រលក់នោះយើងបើកភ្លើងតម្រឹមទៅបានហើយពេលជ្រលក់បានវារៀងចោះស្ករទៅហើយយើងយកមកបៀកជាមួយអាស្ករនៅជាប់នេះដើម្បីឲ្យស្ករគ្រីស្តាល់របស់យើងអាចទទួលបានជោគជ័យឥឡូវហ្នឹងគឺយើងបានចាក់ចេញពីឆ្នាំងមកមួយខែហើយយើងទុកឲ្យវាត្រជាក់ហើយកន្លងពេលត្រជាក់ហ្នឹងយើងគិតថាប្រហែលជាវាប្រើរយៈពេលយូរដែរចន្លោះពី3ទៅ4ម៉ោងអីហើយនៅពេលដែលវាត្រជាក់ហើយយើងត្រូវការជ្រលក់អាឈើពីរនេះចូលហើយយើងទុករយៈពេលឲ្យកំណស្ករហ្នឹងវាតោបឥឡូវនេះដំណើរការនៃការធ្វើស្ករគ្រីស្តាល់របស់យើងបានបញ្ចប់ហើយអញ្ចឹងនេះគឺជាស្ករគ្រីស្តាល់របស់យើងនៅពេលដែលយើងធ្វើភ្លាមអញ្ចឹងយើងអាចបានទទួលផលិតផលវាទេអញ្ចឹងយើងត្រូវរងចាំរយៈពេលពី7ថ្ងៃទៅ12ថ្ងៃដើម្បីទទួលបានផលិតផលរបស់យើងគឺស្ករគ្រីស្តាល់អញ្ចឹងនៅពេលដែលយើងដាក់ស្ករហើយដាក់ឈើហើយយើងអាចទៅយកដៃយើងទៅអង្គវាឬក៏យកមើលក្លុកចាស់ឬក៏ដកឈើវាបើសិនបើអ្នកនរគ្នាធ្វើអញ្ចឹងវានឹងប្រាជ្ញស្ករហ្នឹងគឺវាកកហើយវាអត់ខ្លាចជាស្ករគ្រីស្តាល់ឥឡូវនេះកំណត់ស្ករក្រាមយើងបានជោគជ័យហើយដែលយើងទុកវារយៈពេល7ថ្ងៃអានេះដល់ស្គៀបហើយអញ្ចឹងដើម្បីយើងមើលវាកាន់តែច្បាស់យើងបើកបើមកនេះស្ករគ្រីស្តាល់យើងឥឡូវដកចេញមកគេសារវាកកគៀមនេះគ្រីស្តាល់យើងអញ្ចឹងការពិសោធន៍យើងបានជោគជ័យហើយនេះគឺជាលទ្ធផល